ក្រុមកីឡាបាល់ទាត់ក្រសួងហត្ថលេខាបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី10ឆ្នាំ2025បន្ទាប់ពីយកឈ្នះក្រុមក្រសួងការពិជាតិដោយបាល់កាត់សេចក្តី11ម៉ែត្រនៅវគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី24ខែឧសភាឆ្នាំ2025ក្នុងកីឡដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទស្តាតចាស់ពិធីបတ်ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី10ឆ្នាំ2025បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅកីឡដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទស្តាតចាស់នឹងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នឯកឧត្តមលោកជំទាវអនុប្រធានសសយកតំណាងមន្ទីរជំនាញតំណាងក្រុមហ៊ុនសហការឧបត្ថម្ភតំណាងក្រសួងស្ថាប័នរួមទាំងបងប្អូនសាធារណជននិងសិស្សនិស្សិតប្រមាណ1500នាក់ថ្លែងពិធីបတ်ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី10ឆ្នាំ2025ឯកឧត្តមសុកសបាណាប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នមានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នគឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាពមិត្តភាពនិងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាពស្ថាប័នខុសៗគ្នានិងវិជ្ជាជីវៈផ្សេងៗគ្នាឲ្យស្រឡាញ់ចូលចិត្តលេងកីឡាដើម្បីសុខភាពស្របតាមពាក្យស្លោកកីឡាសាងមនុស្សហើយមនុស្សសាងសង្គមដែលជាប្រសាសន៍ដ៏ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបានបន្តថាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នរៀបចំឡើងលើកដំបូងនៅឆ្នាំ2013មានការចូលរួមចំនួន9ក្រុមប៉ុណ្ណោះខណៈដែលឆ្នាំ2025នេះគឺមានការចូលរួមរហូតដល់35ក្រុមដែលនេះជាកំណត់ត្រាថ្មីសម្រាប់ការប្រកួតក្រោមការណែនាំនិងតម្រង់ទិសដៅផ្ទាល់ពីសំណាក់ឯកឧត្តមប្រធានឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថានៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះបើទោះបីភាគីណាមួយទទួលបានលទ្ធផលយ៉ាងណាក៏ដោយសូមកុំភ្លេចថាពានរង្វាន់នេះសុទ្ធតែជាចំណែករបស់យើងទាំងអស់គ្នាស្មើៗគ្នាកីឡាករគ្រប់រូបសុទ្ធតែទទួលបាននូវសមិទ្ធផលសម្រាប់ខ្លួនឯងនោះគឺសាមគ្គីភាពមិត្តភាពរវាងគ្នានឹងគ្នាដែលជាមូលដ្ឋានសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគតឯកឧត្តមក៏បានកត់ត្រានឹងវិតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នក្រុមការងារនិងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំសម្រាប់សម្រួលការប្រកួតព្រមទាំងផ្ដល់កិច្ចសហប្រតិបត្តិការព្រមទាំងផ្ដល់កិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធរហូតដល់វគ្គផ្ដាច់ព្រ័ត្រឯកឧត្តមហ៊ុនម៉ាណីក៏បានអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលតំណាងឲ្យកម្ពុជាបានឡើងប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ ASC Challenge League កាលពីថ្ងៃទី10ខែឧសភាឆ្នាំ2025ហើយទទួលបានជាលិភីជើងឯកផងដែរឯកឧត្តមបានគូបញ្ជាក់ថានេះជាការវិវត្តខ្លួនមួយជំហានទៀតរបស់ក្លឹបបាល់ទាត់កម្ពុជាក្នុងវិស័យកីឡាបាល់ទាត់កម្រិតតំបន់ហើយចំណុចនេះជាអ្វីដែលយើងគួរតែមានមោទនភាពសូមបញ្ជាក់ថាសម្រាប់ចំណាត់ថ្នាក់ក្រុមទទួលជាលិភីក្នុងពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី10ឆ្នាំ2025មានម្ចាស់ជើងឯកបានទៅលើក្រុមក្រសួងមហាផ្ទៃចំណាត់ថ្នាក់លេខ2បានទៅលើក្រុមក្រសួងការពិជាតិនិងចំណាត់ថ្នាក់លេខ3បានទៅលើក្រសួងសុខាភិបាលគួររំលឹកថាព្រឹត្តិការណ៍ប្រកួតពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី9ក្រុមក្រសួងអប់រំយុវជននិងកីឡាបានក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីប្រកួតដ៏ស្វិតស្វាញអស់រយៈពេល70នាទីយកឈ្នះក្រុមក្រសួងសុខាភិបាលនៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល2-1នៅកីឡដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទស្តាតចាស់នាថ្ងៃទី6ខែមេសាឆ្នាំ2024